សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតហើយដែលបង្ហាញពីការគោះ reflex knee jerk ឬក៏ patella reflex ក៏បានដែរតោះយើងទៅមើលទាំងអស់គ្នាដើម្បីគោះ patella reflex ឲ្យបានត្រឹមត្រូវទីមួយគឺ position អញ្ចឹងខ្ញុំឲ្យគាត់អង្គុយអញ្ចឹងលាក់ជើងទៅក្រោមកុំឲ្យគាត់ផឹងទីពីរត្រូវរក patella bone ឲ្យឃើញអញ្ចឹង patella bone គឺនៅកន្លែងនេះណាវារឹងបន្ទាប់មករក tibia tuberosity អញ្ចឹង tibia tuberosity នៅកន្លែងនេះណានេះកន្លែងកពកហ្នឹង tibia tuberosity នៅចន្លោះវានៅចន្លោះ patella bone ហើយនិង tibia tuberosity គឺជា patella tendon នៅចន្លោះនេះណាដើម្បីយើងគូសកន្លែងហ្នឹងអូខេបាទតោះទៅជួបសកម្មភាពអនុវត្តផ្ទាល់នៅសាកលវិទ្យាល័យ